គិតថាខ្ញុំអត់មានចេតនាធ្វើបែបនឹងទេបងប្អូនដោយសារតែវាបថុចញ៉ុចពេករឿងដែលហួសចិត្តនោះចាំខ្ញុំនឹងបកស្រាយប្រាប់អ្នកទាំងអស់គ្នានៅចុងវីដេអូបន្ទាប់នេះយើងក៏បាននាំគ្នាសម្រាកពីហាត់ប្រាណដោយសារតែហត់ពេកក៏នាំគ្នារកញ៉ាំអីប៉ុន្តែពួកយើងក៏នឹកឃើញនំបញ្ចុកពងទាកូនពេលនោះហើយក៏នាំគ្នាសាកម្នាក់មួយចានទៅហើយនៅទីនេះតម្លៃធូរថ្លៃទេនៅក្បែរនឹងព្រះអង្គជេកព្រះអង្គឆោមក្បែររង្វង់មូលផ្ការរំដួលនៅជិតនឹងបឹងគីឡូសៀមរាបប៉ុន្តែថ្ងៃនេះគឺមានការប្រគំតន្ត្រីដូច្នេះហើយគឺមានសំឡេងអ៊ូអរច្រើនហើយមនុស្សក៏ច្រើនសំឡេងតន្ត្រីក៏ច្រើនអ្នកទាំងអស់គ្នាអាចមើលពងទាកូនជាមួយនឹងនំបញ្ចុកនេះទាំងអស់គ្នាហើយរឿងដែលគួរឲ្យភ្ញាក់ផ្អើលនោះនឹងកើតឡើងបន្តិចទៀតនេះពួកយើងក៏នាំគ្នាញ៉ាំបណ្ដើជជែកគ្នាបណ្ដើពីរឿងមួយទៅរឿងមួយពីនេះពីនោះទៅក៏ស្រាប់តែនៅពេលដែលពួកយើងញ៉ាំហើយដូរគ្នាថតម្នាក់ម្ដងប៉ុន្តែយើងមិនបានចាប់អារម្មណ៍នៅជុំវិញខ្លួនទេពេលព្រោះនៅពេលយើងញ៉ាំយើងមានសុជីវធម៌យើងកុំមើលមុខគេឆ្វេងស្ដាំមុខក្រោយអញ្ចឹងថាយើងហូបទៅបញ្ញាមគេអញ្ចឹងវាបាបចាស់ថាអញ្ចឹងពួកយើងក៏នាំគ្នាឈ្ងោកឲ្យថតម្នាក់ម្ដងទៅអត់បានចាប់អារម្មណ៍អីទាំងអស់ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះពួកយើងកំពុងតែញ៉ាំមិនបានគិតពីអ្វីទាំងអស់ដោយសារតែពួកយើងមកនេះគឺមកដើម្បីតែអ៊ីសសៃគឺហាត់ប្រាណហើយនឹងពេលយើងឃ្លានអីក៏នាំគ្នាញ៉ាំនឹងតាមចិត្តចង់របស់ពួកយើងទាំងពីរចង់រីកមិនឲ្យអ្នកទាំងអស់គ្នាអាចមកញ៉ាំពងទានំបញ្ចុកនៅទីនេះបានដោយសារតែរសជាតិឆ្ងាញ់តម្លៃសមរម្យជាពិសេសនោះគឺមានអតិថិជនច្រើនចូលជាហូរហែមិនដាច់ទេទម្រាំតែនឹងបានញ៉ាំគឺអង្គុយយូរដែរជាពិសេសណាសូវមានកន្លែងអង្គុយទេប៉ុន្តែនៅក្បែរហ្នឹងគឺសុទ្ធតែសួនយើងអាចយកទៅញ៉ាំក្បែរសួននឹងបានមើលតែមាត់ញ៉ាំក៏ដឹងថាទំនងដែរបងអូនអើយទៅពេញមាត់ហើយជាពិសេសហ្នឹងក្រោយក្នុងខ្ញុំនេះគឺមានការប្រគំតន្ត្រីប្រកាសផងដែរហើយការស្ដាប់តន្ត្រីបដាញ៉ាំបដាបងប្អូនណាមើលភ្លើងឆ្វេងឆ្វាយពេញមេឃអញ្ចឹងហើយក៏ពួកយើងបានញ៉ាំបណ្ដាជជែកគ្នាបណ្ដាទៅមួយហើយដោយដែលយើងបានឃើញអញ្ចឹងបងប្អូនតែរឿងអ្វីដែលយើងគួរឲ្យភ្ញាក់ផ្អើលរឿងដែលនឹកស្មានមិនដល់នោះគឺតើយើងមានចម្ងល់មួយចង់សួរបងប្អូនទាំងអស់គ្នាតើខ្ញុំធ្វើបែបហ្នឹងខុសឬក៏ត្រូវបើសិនជាខុសបងប្អូនអាចខមមិនថាខុសបើសិនជាត្រឹមត្រូវបងប្អូនអាចខមមិនថាត្រឹមត្រូវតែពួកយើងគិតថាមិនទាន់អស់ចម្ងល់មានមន្ទិលសង្ស័យនៅក្នុងចិត្តមិនដឹងថាខុសឬក៏ត្រូវទេអញ្ចឹងហើយចង់សុំយោបល់ពីបងប្អូនម្នាក់បន្តិចដោយសារតែទង្វើនេះយើងមើលទៅដូចជាស្យំឆ្កងប៉ុន្តែវាបថុចញុចពេកដែលពួកយើងមិនអាចមានការវិនិច្ឆ័យលឿនទាន់ថាអាចធ្វើអញ្ចឹងត្រូវឬខុសអញ្ចឹងបងប្អូនអញ្ចឹងហើយចង់សាកសួរបងប្អូនតើបងប្អូនដែលមើលវីដេអូនេះហើយតើស័ក្តិសមដែរឬទេបើស័ក្តិសមជួយខមមិនបើមិនស័ក្តិសមក៏ជួយខមមិនដែរប្រាប់ចែតែគាត់ច្រឡំវងមូលការរំដួលនៅស្វាយធំបងប្អូនវងមូលការរំដួលដែរឥឡូវគេកំពុងតែតេស្តបាសបងប្អូនតារាមិនទាន់ល្បីក៏មកដែរតែស្អែកមានតាំងពីតារាទៅព្រះដុល្លាររៀបលេខរះបាត់មួយថ្ងៃហើយលេចផ្លឹបទៅវិញចាន់អស់លីរឿងនោះគឺកើតឡើងនៅក្នុងចុងវីដេអូនឹងឯងដោយសារតែយើងញ៉ាំអស់ទៅក៏យើងឃើញមានបុរសម្នាក់គាត់មកសុំចានទទេទេបងប្អូនហើយពួកយើងសួរថាសុំចានទទេទៅអីបងគិតសុំយកទៅដើម្បីដាក់អីហូបអញ្ចឹងពួកយើងគឺចាលគំនិតតែម្ដងមិនដឹងថាគិតអីធ្វើអីទេគិតអត់ទាន់ទេអញ្ចឹងហើយក៏ថែមលុយឲ្យគាត់ថាទៅដោយសារពួកយើងគ្មានបំណងទៅចង់ឲ្យគាត់ទៅទេអញ្ចឹងទេព្រោះមានអារម្មណ៍ថាដូចជាល្អិះចិត្តអញ្ចឹងហើយបងប្អូនគឺថាមិនដែរនៅពេលពួកយើងញ៉ាំអស់ហើយគាត់អត់មានសុំអេចាយទេហើយក៏មានសុំកំប៉ុងឯដែរគឺគាត់សុំចានដែលយើងកំពុងតែញ៉ាំហ្នឹងយកទៅដាក់អីហូបបន្តពីយើងព្រោះគាត់មកនេះមកអត់មានអីហូបទេតើអត់មានចានដាក់ហូបទេអញ្ចឹងពួកយើងក៏ថែមលុយទៅអញ្ចឹងបងប្អូនគឺថាមិនដែរបងប្អូនគឺថាសមឬក៏មិនសមព្រោះអីពួកយើងបថុញញុចពេកហើយពេលដែលពួកយើងឲ្យពួកគាត់ទៅយើងចង់រកពួកគាត់ទៀតក៏រត់ឃើញដែរនឹងគាត់ទៅណាទីលឿនណាស់បាទអរគុណ